នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញខត់ខ្លួនម្ចាស់ករណី Facebook ឈ្មោះគឹមយ៉ាអានជាបរិះខ្លែងជាស្រីក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ចដោយសារខឹងសមត្ថកិច្ចផាពិន័យ2លានរៀលបើករថយន្តក្រោមឥទ្ធិពលជាតិអាល់កុលកម្រិត 0.55 mgក្រុមការងារព័ត៌មានប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថាកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជាឯកឧត្តមសម្ដេចឯកជូននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញថ្ងៃទី31ខែមិនិនាឆ្នាំ2026វេលាម៉ោង 14:30 នាទីបានខកខ្លួនជនសង្ស័យមួយនាក់ដែលជាម្ចាស់ករណី Facebook ឈ្មោះគឹមយ៉ាអានដែលពាក់ព័ន្ធទៅនឹងករណីរួមមានទី1បទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអតិ2ប្រើប្រាស់ឯកសារសាធារណៈคล้ายៗអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមកប៉ែនភ័ក្រសុរិធុនលេខ 011-06-54-999 ជនសង្ស័យឈ្មោះប៉ែនភ័ក្រសុរិធុនភេទប្រុសក្លែងភេទស្រីឆ្នាំកំណើត 1996 ជនជាតិខ្មែរមុខរបរបុគ្គលិកខារ៉ាអូខេដេទ្រីនប្រព្រឹត្តនៅចំណុចលើកំណត់ផ្លូវលេខ 598 សង្កាត់ទឹកល្អ1ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃទី31ខែមិនិនាឆ្នាំ2026វេលាម៉ោង 24:30 នាទីនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពខ្លួនពិតជាស្រវឹងនិងផឹកស្រាបៀរជាមួយមិត្តភ័ក្តិ3នាក់នៅផ្ទះរបស់ខ្លួនស្ទឹងមានជ័យហើយបន្ទាប់មកក៏ធ្វើដំណើរក្នុងគោលបំណងមកផ្ទះមួយទៀតនៅបូរីពេងហួតផ្លូវមុងរដ្ឋីចំណែកក្រដាសបានចុងសន្លឹកផាពិន័យណាក់ខ្លួនបើករថយន្តចេញពីកន្លែងសមត្ថកិច្ចក៏ក្រញីចុចកញ្ចក់រថយន្តបោះចោលបាត់បច្ចុប្បន្នជនសង្ស័យខាងលើកំពុងខកខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌដើម្បីសាកសួរចាត់ការតាមនីតិវិធីសូមបញ្ជាក់នៅថ្ងៃទី30ខែមិនិនាឆ្នាំ2026វេលាម៉ោង 23:30 នាទីកម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងពេលយប់នៅលើផ្លូវលេខ 598 ក្នុងសង្កាត់ទឹកល្អ1ខណ្ឌទួលគោករាជធានីភ្នំពេញលុះនៅម៉ោង 24:30 នាទីឈានចូលថ្ងៃទី31ខែមិនិនាឆ្នាំ2026កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងម៉ាក Nissan ពណ៌សផ្លាកលេខភ្នំពេញ 2BV 5087 ដើម្បីសហការត្រួតពិនិត្យជាតិអាល់កុលខណៈនោះអ្នកបើករថយន្តបានសហការផ្លុំឧបករណ៍វាស់ជាតិអាល់កុលដោយលើកទី1និងទី2ផ្លុំមិនបានត្រឹមត្រូវតាមបច្ចេកទេសនោះទេបន្ទាប់មកសមត្ថកិច្ចក៏បានពន្យល់ណែនាំអ្នកបើកបររថយន្តនោះពីរបៀបបច្ចេកទេសផ្លុំហើយឲ្យផ្លុំលើកទី3ទើបគាត់ផ្លុំបានលទ្ធផលពិនិត្យឃើញ 0.5 mg ហើយសមត្ថកិច្ចបានបំពេញឯកសារផាពិន័យនិងចេញបានពិន័យត្រឹមត្រូវតាមច្បាប់ជូនអ្នកបើកបរខណៈនោះគឺគាត់ក៏ពុំបានបដិសេធឬតវ៉ាអ្វីឡើយនិងយល់ព្រមផ្តិតមេដៃទទួលការផាពិន័យពីសមត្ថកិច្ចក្រោយពីធ្វើការពិន័យរួចសមត្ថកិច្ចមិនទាន់អនុញ្ញាតឲ្យគាត់ទៅនោះទេឲ្យរងចាំស្វាងស្រាសិនទើបបានអនុញ្ញាតឲ្យគាត់បើករថយន្តបន្តដំណើរទៅមុខលុះព្រឹកឡើងថ្ងៃដដែលអ្នកបើករថយន្តខាងលើបែបផុសផ្សព្វផ្សាយព័ត៌មានមិនពិតមានលក្ខណៈញុះញង់ឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ចជាពិសេសនាំឲ្យមហាជនយល់ច្រឡំមកលើសមត្ថកិច្ចតាមបណ្ដាញសង្គមដែលបានផ្សព្វផ្សាយលើករណី Facebook របស់ខ្លួនឈ្មោះគឹមយ៉ាអានដែលមានខ្លឹមសារថាជួយ share មួយបងប្អូនបង្ខំឲ្យយើងផ្លុំលើកទី1អត់បង្ខំឲ្យយើងផ្លុំ 5-6 ដងទៀតផ្លុំរហូតដល់អស់$500ពុករលួយសម្រាប់ប្រជាជនទាំងរស់និងខ្លឹមសាររបៀបញុះញង់មួយចំនួនទៀតផងដែរដែលខ្លឹមសារទាំងនោះមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចដែលបានបំពេញភារកិច្ចដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងការធានាការពារអាយុជីវិតក៏ដូចជាការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលគ្រោះថ្នាក់ភាគច្រើនផ្ដើមចេញពីគ្រឿងស្រវឹងបង្កឲ្យមានការកើតឡើងជាញឹកញាប់នៅពេលយប់បណ្ដាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឲ្យបារម្ភពលសមត្ថកិច្ចបំពេញភារកិច្ចតាមបទបញ្ជានិងអនុវត្តតាមច្បាប់ត្រឹមត្រូវទោះមានប្រជាពលរដ្ឋខ្លះមិនសប្បាយចិត្តចំពោះការចុះអនុវត្តច្បាប់ចរាចរណ៍និងត្រួតពិនិត្យជាតិអាល់កុលប៉ុន្តែក៏មានប្រជាពលរដ្ឋភាគច្រើនដែលចូលរួមគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវក៏បានគាំទ្រចំពោះការអនុវត្តច្បាប់ចរាចរណ៍នៅពេលយប់និងចុះត្រួតពិនិត្យជាតិអាល់កុលនេះផងដែរអាស្រ័យដូចបានជម្រាបជូនរាល់ខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន